រឿងសំឡេងក្នុងដើមចេកជ្វាខែអាសាឍឆ្នាំនេះភ្លៀងធ្លាក់ខ្លាំងខុសពីឆ្នាំមុនផ្ទះឈើចាស់របស់លោកតាស្ថិតនៅជីភូមិមួយក្នុងខេត្តកណ្ដាលត្រូវបានទឹកជន់លិចជាប់ជាច្រើនថ្ងៃកូនប្រុសតែម្នាក់ឈ្មោះសុភាដែលធ្វើការនៅភ្នំពេញត្រូវត្រឡប់មកវិញដើម្បីជួយលោកតានិងយកចិត្តទុកដាក់លើសុខភាពដែលកាន់តែធ្លាក់ចុះយប់មួយភ្លៀងធ្លាក់ខ្លាំងខ្យល់បក់ខ្លាំងដើមចេកជ្វាដែលដុះនៅក្រោយផ្ទះតែមួយដើមគត់មានអាយុជាង30ឆ្នាំបានបក់ស្លឹកក្រវែងបញ្ចេញសំឡេងស្រឡូតដូចនរណាម្នាក់កំពុងស្រែកធ្ងោសុភាមិនខ្វល់ទេគិតថាជាសំឡេងខ្យល់ប៉ុន្តែពេលម៉ោងប្រហែល2រំលងអធ្រាត្រគាត់ទើសំឡេងស្ត្រីនរណាម្នាក់ខ្សឹបនៅក្រៅបង្អួចអូនបើកទ្វារឲ្យអូនចូលផងសុភាភ្ញាក់ផ្អើលប៉ុន្តែគិតថាប្រហែលជាសុបិនគាត់ក្រោកទៅមើលគ្មាននរណាទេមានតែទឹកភ្លៀងហូរមកលើដេកឥតក្រហមគាត់ត្រឡប់មកដេកវិញប៉ុន្តែចិត្តចាប់ផ្ដើមមិនសុខសាន្តព្រឹកបន្ទាប់លោកតាប្រាប់ថាកុំទៅចិត្តដើមចេកនោះអីវាមិនមែនជាដើមចេកធម្មតាទេមុននេះមានស្ត្រីម្នាក់ឈ្មោះសុជីត្រូវប្តីវាធ្លាក់ទឹកស្លាប់នៅទីនោះហើយគេនិយាយថាវិញ្ញាណនាងនៅតែរង់ចាំអ្នកណាម្នាក់ដែលមានឈាមជាប់នឹងគ្រួសារនេះសុភាសាយគិតថាលោកតាចាស់ហើយងាយជឿរឿងខ្មោចប៉ុន្តែយប់បន្ទាប់សំឡេងនោះត្រឡប់មកវិញលើកនេះសំឡេងខ្លាំងជាងនិងចិត្តជាងមុនបើកទ្វារអូនត្រជាក់ណាស់អូនចង់ចូលកក់ក្ដៅសុភាក្រោកឡើងយកពើទៅមើលក្រោយផ្ទះនៅក្រោមដើមចេកមានស្រមោលស្ត្រីម្នាក់ឈរសក់វែងគ្រប់មុខស្បែកស្លេកស្លៀកសំពត់ខ្មៅនាងមិនរំកិលខ្លួនទេប៉ុន្តែសំឡេងនៅតែខ្សឹបគាត់ហៅនរណាស្រមោលនោះងើបមុខឡើងបន្តិចមុខនាងគឺជាមុខរបស់ម្ដាយគាត់ដែលស្លាប់ទៅហើយជាង15ឆ្នាំមុនតែម្ដាយគាត់ស្លាប់ដោយគ្រោះថ្នាក់នៅភ្នំពេញមិនមែននៅផ្ទះទេសុភាទ្រាំមិនបានរត់ត្រឡប់ចូលផ្ទះចាក់សោទ្វារយ៉ាងតឹងប៉ុន្តែសំឡេងនៅតែបន្តឥឡូវសំឡេងនោះមកពីក្នុងផ្ទះពីក្រោមគ្រែរបស់គាត់ផ្ទាល់អូនមកដល់ហើយឥឡូវយើងនៅជាមួយគ្នាវិញហើយព្រឹកបន្ទាប់លោកតាភ្ញាក់ឡើងឃើញទ្វារផ្ទះបើកចំហសុភាបាត់ខ្លួននៅលើដីក្រោមដើមចេកជ្វាមានស្នាមជើងស្ត្រីមួយគូនិងស្នាមដៃឈាមស្រស់ដែលរាងដូចជាម្រាមដៃរបស់សុភាសូមកុំស្ដាប់សំឡេងពីដើមចេកព្រោះបើអ្នកឆ្លើយតបវាអាចនឹងមិនមែនជាសំឡេងអ្នកទៀត